Phong Châu Sư Su Thiên Chi Tì Di Chin Tì Wang Mù Diền. Trời Chu Sư Sư Vu Sư. Nữ si bà lục vai trôi từ Thái Chỉ. Hư Su Tào Sư Sư Siêu Sân Nữ Chiêu Chu Niên Chiền Liền. Sư bà Nì Răng Chin Mù Diền. Si Mu Lô Sao từ một thơ cư sai lì miên si giáo chin xây ni pi sư vô gì. Xây sâu sư sai một thâu sâu lì. Dích xây bu lô tao ni men chích xôi bài lì sâu trong. Mấy sư. Chê văn mu sư tì li chen mê hôi dô ren chìa. Phan sư. Xây du phan ren di can cu bấn chu từ mài men ni cư sư chi bài nhìn lại trong lại mê dô di cư nan ren cạch xây bấn chu chồng mê chin hong di cổ xiên ni chê sư can phô tại bàn đào chư từ xịt xây bật sen di chu sư su chèn tử. Sao khoang chen phan sư vụ nai mù xuân. Ni sâu phan nà lìa. Xây phà. Ren chư điên chỉ di chen sạch xôi xì lệ phô chi dù phào. Su chu văn chươn bấn chư xây hãy xiên phục đời thay cô Giêsu thay cô Giêsu. Nan đào và xiên sai từ Giêsu hai bù có sen chin xây thông chồng mấy trong chi vật lý chi chu mê dọn tử. Khoan tà pha nà mê đỏ, xây ren xoan. Nề rí pe ao cờ hồng nút cứ chi sạch bị sa chim đại ban sầm lập nẹ tăng xây rộp liên nẹ ca bị bay pon chnam mồn. Chốc sần. Tây mục ní nhom nực khơi hài. Kế cứ su chân. Còn pú nhà lệch mùi này trò cô su ca bị bay chnam mồn bẩn tọp mò có bắt bóng thiệp cún trơ cu đần đăngប្រមាថ nâng lục ca riệp ca chi sa thiរណៈ ថែមទាំងត្រូវវាបាក់ជើងទាំងពីរហើយទម្លាក់ចូលក្នុងតំបន់ហាមឃាត់ស្លាប់រស់នេះមានពាក្យចាមអារាមថាគេស្លាប់បាត់បង់ឆ្អឹងហើយតែលើបែរជាគ្មានស្នាមឆ្កូតសោះមនុស្សសាមញ្ញគ្មានធាតុគុណសោះចាត់ទុកស្ដេចបិសាចជាអ្នកជំងឺទេពាក្យចាមអារាមជាការพูดផោស៊ូឈិនម្នាក់នេះឬមួយក៏បិទបាំងធាតុគុណធាតុឈាមស្អាតល្អណាស់នាងតូចមកនេះឲ្យអញភ្លក់បន្តិចមើលទៅខ្ញុំគិតច្រើនពេកហើយបិសាចនៅតែជាបិសាចមនុស្សសាមញ្ញធ្វើមិនទប់ទល់នឹងនាងបានថ្ងៃនេះខ្ញុំច្បាស់ជាស្លាប់ហើយឈប់សិនវិនិច្ឆ័យហើយឬមួយគេចង់យកខ្ញុំទៅធ្វើពិសោធន៍ថ្នាំដែរកញ្ញាអោក្រហមគ្រូពេទ្យប្រាប់យ៉ាងម៉េចនាងតូចនេះខ្លួនប្រានពោពេញដោយញើសគ្មានអនាម័យសោះនាងនៅតែចង់ញ៉ាំផ្ដេសផ្ដាស់ទៀតមែនទេមិនចង់ជីទេខ្ញុំលែងញ៉ាំហើយខ្ញុំដឹងតែពិសាឈាមដ៏ខ្លាំងក្លាត្រូវគេស្ដីបន្ទោសយ៉ាងនេះដោយសារតែមិនឲ្យនាងញ៉ាំរបស់គ្មានអនាម័យមិនត្រូវទេអបអសាត្រមចាស់ប្រព័ន្ធបានបង្ក្រាបអ្នកជំងឺឆ្កួតជ្រូកដោយជោគជ័យសម្រាប់ភារកិច្ចព្យាបាលទទួលបានឱកាសចេញក្រៅតំបន់ហាមឃាត់បណ្ដោះអាសន្នមួយលើកឲ្យតែព្យាបាលបាន10អ្នកទៀតដោយជោគជ័យសេរីភាពរបស់ម្ចាស់ប្រព័ន្ធនឹងមិនត្រូវកំហិតដោយតំបន់ហាមឃាត់ទៀតឡើយចុងក្រោយបានចេញទៅដកដង្ហើមស្អាតខ្លះហើយចាប់តាំងពី3ឆ្នាំមុនដែលខ្ញុំបានស្លាប់ភ្លាមនៅលើក្រែវកាត់ហើយបានឆ្លងភពមកកាន់កន្លែងខ្មោចនេះចងភ្ជាប់ជាមួយនឹងប្រព័ន្ធសង្គ្រោះជីវិតស្អីគេនឹងខ្ញុំក៏ត្រូវជាប់ឃុំនៅទីនេះថាតែត្រូវតែព្យាបាលអ្នកជំងឺ100អ្នកទើបអាចចេញទៅបានរាល់ថ្ងៃដូចជាជាប់គុកចឹងអ្វីដែលសំខាន់កន្លែងចង្រៃនេះមានបណ្ដាសាឈានជើងចេញមួយជំហានត្រូវរន្ទះបាញ់ភ្លាម3ឆ្នាំហើយនាងដឹងទេថា3ឆ្នាំនេះខ្ញុំរស់នៅរបៀបណាដើម្បីធានាថាម្ចាស់ប្រព័ន្ធព្យាបាលដោយរលូនប្រព័ន្ធកំពុងដំណើរការរបៀបសម្គាល់ជំងឺធ្ងន់ធ្ងរជាបន្តបន្ទាប់ជំងឺទាំងអស់នឹងត្រូវបង្ហាញតាមបែបគំនិតទំនើបរបស់ម្ចាស់ប្រព័ន្ធប្រព័ន្ធចង្រៃនេះឈ្គួតទៀតហើយរបៀបបង្ហាញជំងឺនៅតែអាចផ្លាស់ប្ដូរទៀតមិនខ្វល់ទេចុងក្រោយនៅសល់តែ10អ្នកទៀតប៉ុណ្ណោះសេរីភាពនៅចំពោះមុខហើយអ្នកនាងកុំភ័យអីហុងអ៊ីនៅផ្ទះខ្ញុំខួរក្បាលមិនសូវល្អទេមិនធ្វើបាបមនុស្សទេខ្ញុំមើលទៅអ្នកនាងមុខស្លេកស្លាំងប្រហែលជាភ័យខ្លាចហើយមកក៏កាយដៃមកម្ចាស់បេសាចហេសាដែលហែកអ្នកប្រព្រឹត្តធម៌ថ្នាក់យន់យីងដូចហែកក្រដាសនោះឬទីនេះឬមួយជាផ្ទះធំរបស់ពួកបេសាចលោកគ្រូទីឃ្លាបោះសម្អាតរួចហើយអាខ្មៅចំប៉ះចាក់ទឹកមួយចាននេះចោលទៅលោកគ្រូទឹកថ្នាំនេះលោកមិនយកទេសុទ្ធតែជាកាក់ថ្នាំនឹងទឹកលាងដៃស្អុយណាស់រក្សាទុកធ្វើអីចាក់ឲ្យឆ្ងាយបន្តិចកុំឲ្យស្អុយភ្ញៀវអរគុណលោកគ្រូដែលប្រទានធ្លីហើយឧបសគ្គនៃការបំបែកកាយដែលរំខានខ្ញុំរាប់សិបឆ្នាំមកនេះនឹកស្មានមិនដល់ថាតាមរយៈទឹកស៊ុបលាងឆ្អឹងមួយចាននេះបែរជាត្រូវបានវីធ្លីបាត់ទៅហើយទឹកលាងដៃនោះជាអសរទិព្វដែលមានច្បាប់មហាធម៌ដ៏កំពូលបុរសនេះបែរជាយកសម្បត្តិរតនៈបែបនេះទៅចាក់ចោលដោយទឹកកខ្វក់តើគាត់ជាអត្តភាពថ្នាក់ណានោះអាខ្មៅនេះជំងឺឆ្កួតរលាកខួរក្បាលរើឡើងទៀតហើយធំរហូតប៉ុណ្ណឹងហើយស្រាលសំឡេងបន្តិចរំខានអ្នកចិត្តខាងហើយបាទលោកគ្រូអ្នកនាងមិនអីទេណោះអ្នកជំងឺនៅទីនេះមិនសូវប្រក្រតីទេនៅក្នុងផ្ទះក៏គ្មានអង្ករដែរការរត់ព្រៃមួយមើមនេះអ្នកនាងញ៉ាំបន្តិចទៅដើម្បីបំពេញសុខភាពតើអ្នកជាអ្នកណាមើលទឹកមុខនាងបែបនេះឬមួយនាងរើសអើងការ៉ុតនេះអ្នកនាងកុំរើសអើងអីនៅក្នុងភ្នំគ្មានអ្វីឆ្ងាញ់ទេផលប្រមូលឆ្នាំនេះក៏មិនសូវល្អការ៉ុតនេះដុះរាងខុសប្រក្រតីបន្តិចក្រហមឆ្អិនឆ្អៅប៉ុន្តែប្រសិទ្ធភាពបំពេញឈាមខ្យល់គឺល្អគួរសមរូបរាងខុសប្រក្រតីក្រហមច្រាលនេះច្បាស់ជាយិនសិនឈាមនាគ10000ឆ្នាំជាថ្នាំទឹកក្នុងព្រៃនិទានដែលគ្រាន់តែហូបមួយម៉ាត់អាចធ្វើឲ្យមនុស្សធម្មតាផ្ទុះខ្លួនស្លាប់ហើយអ្នកតាំងសេថ្នាក់ដាក់ចឹងដណ្ដើមគ្នាយ៉ាងឈួតលីលាលោកអ្នកគ្រូរបស់នេះខ្លាចធ្នូណាស់ជើងចាស់ខ្ញុំមិនហ៊ានទទួលទេយកទៅគ្រាន់តែឆៃថៅបាក់បែកតើគួរសមធ្វើអ្វីគ្រូពេទ្យប្រៀបដូចឪពុកម្ដាយឲ្យញ៉ាំក៏ញ៉ាំទៅតើលោកអ្នកគ្រូកំពុងតែលបងផ្លូវចិត្តរបស់ខ្ញុំឬរបស់ទីបបែបនេះពិតជាឲ្យខ្ញុំញ៉ាំមែនឬសរសៃជីបចរបានភ្ជាប់ឡើងវិញហើយមិនត្រឹមតែប៉ុណ្ណោះឧបសគ្គថ្នាក់កិនតានដែលជាប់គាំងខ្ញុំអស់3ឆ្នាំបានរលាកក៏លាហើយ
មើលទៅប្រហែលជាក្លៀងខ្លាំងហើយគ្រាន់តែញ៉ាំឆៃថាវមួយម៉ាត់សោះរំភើបដល់ថ្នាក់មុខក្រហមលើកនេះចាត់ទុកថាបានបំពន់ធាតុឈាមឡើងវិញហើយខ្ញុំប្រលឹងទឹកគ្រាន់តែញ៉ាំឆៃថាវរបស់លោកអ្នកគ្រូមួយម៉ាត់អ្នកទាំងអស់គ្នាប្រមូលផ្ដុំជុំគ្នាការងារមួយថ្ងៃផ្ដាំចេញពីព្រឹកព្រលឹមបើចង់ឲ្យសុខភាពល្អមិនអាចខ្វះការហាត់ប្រាណបានទេថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នករាល់គ្នានៅក្បាច់គុណសត្វទាំង5ទី1គឺក្បាច់ខ្លាប្រមូលធាតុអាកាសចុះទៅដានធានខ្លាស្ទុះនេះតើជាក្បាច់គុណសត្វទាំង5ឯណានេះច្បាស់ជាវិជាហៅសត្វទឹកបុរាណគ្រាន់តែជាកាយវិការចាប់ដើមមួយក៏អាចហែកមេឃបានដែរលោកអ្នកគ្រូរូបនេះពិតជាមិនធម្មតាមែនផ្អែកលើវិជាពេទ្យនិងកម្លាំងរបស់លោកហេតុអ្វីត្រូវគេលុកចោលការរៀបការទៅវិញមនុស្សស្រីត្រកូលស៊ូនោះពិតជាគ្មានភ្នែកមើល5ជើងមែនខ្ញុំត្រូវត្រឡប់ទៅរាយការណ៍ប្រាប់និកាយវិញប្រហែលជាជំងឺកាចសាហាវរបស់លោកចាស់ព្រឹទ្ធាចារ្យអាចមានសង្ឃឹមជួយសង្គ្រោះបានហឺហាត់ប្រាណបន្តិចពិតជាស្រស់ស្រាយមែនគ្រប់គ្នារំសាយជួរទៅធ្វើការងាររៀងខ្លួនទៅសូមទទួលបញ្ជាដឹងអបអរសាទរម្ចាស់សម្រាប់ភារកិច្ចដឹកនាំហាត់ប្រាណពេលព្រឹកពង្រឹងរាងកាយទទួលបានកុសលកិននីរង្វាន់ត្រូវបានប្រគល់ក្រោះមាសថៃអ៊ីជាឧបករណ៍ការពារថ្នាក់ទេពមួយគ្រឿងប្រព័ន្ធចង្រៃនេះដើររើសតែកំតិចកំទីទេដឹងដាក់ឈ្មោះយ៉ាងអស្ចារ្យថាក្រោះមាសថៃអ៊ីស្ដាប់ទៅគួរឲ្យខ្លាចណាស់តែធៀបពិតគ្រាន់តែជារោគភ្លៀងរហែកលេខខ្យល់សោះមេឃស្រឡះល្អយ៉ាងនេះឲ្យភ្លៀងមកខ្ញុំធ្វើអីសៃមែនល្មមតែមានអ្នកទទួលបន្តទេគឺមានអ្នកកំពុងរងាអ្នកនាងដឹងខ្លួនហើយឬឃើញនាងញ័រខ្លាំងម្លេះប្រហែលជារងាហើយមើលទៅអំបញ្ញមិញនេះវាចាប្រែជាច្បាប់បញ្ជាសត្វទឹកខ្ញុំទៅតែបានឃើញទស្សនវិជ្ជាគួរឲ្យតក់ស្លុតបែបនេះតើលោកជាន់ខ្ពស់មិនគិតសម្លាប់បិទមាត់ខ្ញុំទេដឹងនៅក្នុងដៃគាត់កំពុងកាន់រថយន្តសម្បត្តិដែលជិះចេញនៅដានទឹកដ៏គួរឲ្យតក់ស្លុតក្នុងពេលដែលនាងភ្ញាក់ហើយរបស់នេះខ្ញុំជូនទៅនាងចុះទោះបីជាមើលទៅចាស់បន្តិចហើយមិនសូវស្អាតក៏ដោយអំបញ្ញមិញខ្ញុំទើបតែរើសបានពីជ្រុងខាងនោះទេប៉ុន្តែប្រសិទ្ធភាពការពារខ្យល់ការពារភ្លៀងប្រហែលជាល្មមប្រើបានដែរតើនេះជាអាវភ្លៀងស្មៅណានៅលើដើមស្មៅក្រៀមនីមួយសុទ្ធតែមានហ្វូយ៉នមហាធរចរាចរណ៍ជិះចេញនៅរស្មីទឹកស្វាយមាសការពារគ្រប់មន្តអាគមក្លិនអៃនេះជាក្រោះមាសថៃអ៊ីគឺជាអាវក្រោះទឹកការពារដ៏កម្ពស់ក្នុងព្រេងនិទានដែលអាចទប់ទល់នឹងការវាយប្រហារអស់ពីកម្លាំងរបស់កម្ពុជាអ្នកប្រឡងគ្រោះថ្នាក់លោកអ្នកក្លាហានទើបតែរើបានមែនទេរថយន្តសម្បត្តិដ៏អស្ចារ្យអេប្រៀបបែបនេះលោកគ្រាន់តែប្រគល់ឲ្យខ្ញុំដោយងាយបែបនេះឬហើយរថយន្តសម្បត្តិស្អីទៅគ្រាន់តែជាអាវភ្លៀងស្មៅចាស់មួយប៉ុណ្ណោះមើលទៅនាងតូចនេះស្លៀកពាក់ស្អាតបាត់ណាស់បែរជាមិនដែលស្គាល់ពិភពលោកសោះពាក់ទៅចេញពីព្រៃនេះដើរទៅទីខាងកើតគឺជាផ្លូវធំហើយដើរលើផ្លូវប្រយ័ត្នប្រយែងផងកុំឲ្យដួលទៀតគុណបំណាច់ដ៏ធំធេងរបស់លោកអ្នកក្លាហានជំនាន់ក្រោយចងចាំមិនភ្លេចឡើយខ្ញុំសូមលាហើយទៅចុះទីបំផុតបានជំរះរបស់ចាស់នេះចេញហើយអារម្មណ៍ស្រស់ស្រាយណាស់នាងតូចបរិសុទ្ធប្រគល់បញ្ជាព្រះខានស៊ូក្រមកបើពុំនោះទេខ្ញុំនឹងទុកសពគុតមកដាវហោះជីវិតរបស់ខ្ញុំលើខ្លួននាងមានធាតុអមតៈប្រញាប់ដកថយលឿនអាវុធទិព្វដ៏គួរឲ្យតក់ស្លុតបែបនេះនឹកស្មានមិនដល់ថាគ្រាន់តែជារបស់ដែលលោកតាប្រើសម្រាប់បាំងខ្យល់សោះឈិនជូចូលទៅច្រឡងបិសាច2ថ្ងៃហើយមិនទាន់ត្រឡប់មកវិញទេក្រែងថាមានគ្រោះច្រើនជាងលៀបហើយលោកចៅនិកាយធីតាស័កសិទ្ធិត្រឡប់មកវិញហើយឯងទំលុះដល់កម្រិតយន់អេងហើយឬលើខ្លួនឯងនេះជាអ្វីទៅកូនសិស្សបានជួបលោកតាអ្នកតាំងសេម្នាក់នៅច្រឡងបិសាចបុព្វាចារឲ្យបិសាចឈាមនៅចំពោះមុខគាត់ស្ដាប់បង្គាប់យ៉ាងស្រួលយិនសិនឈាមញៀក10000ឆ្នាំក្នុងភ្នែកគាត់គ្រាន់តែជាឆៃថាវព្រៃប៉ុណ្ណោះឯអាវភ្លៀងចៅសិស្សនិមិត្តនេះក៏ជាអ្វីដែលគាត់ប្រគល់ឲ្យកូនសិស្សបាំងខ្យល់តាមចិត្តដែរឈិនជូឯងនិយាយផ្ដេសផ្ដាសស្អីហ្នឹងតើឯងត្រូវចំណងអាគមផនភ្នែកមែនទេនេះដើមនេះមិនមែនជារបស់ទេពធម្មតាទេនេះជារបស់សៀនលោកគ្រូម្ចាស់បណ្ដាសាបំផ្លាញប្រលឹង20000មុខរើឡើងទៀតហើយលោកអេដឺអាចព្យាបាលម្ចាស់បិសាចឈាមបានប្រកាសជាអាចជួយលោកគ្រូម្ចាស់បានដែរពេលលីប្រញាប់ទៅទីធ្លាបិសាច10000មុខភ្លាមយើងត្រូវតែទៅសូមការព្យាបាលដោយផ្ទាល់សូមការព្យាបាលតើនិកាយធានជៀនធ្លាក់ខ្លួនដល់ថ្នាក់ត្រូវទៅទីធ្លាបិសាច10000មុខរកអាអន់ថយម្នាក់មកព្យាបាលតាំងពីពេលណាលោកអេដឺដែលឯងនិយាយប្រកាសជាមិនមែនជាស៊ូឆិនដែលត្រូវខ្ញុំវាបំបាក់ជើងបោះចូលច្រឡងបិសាច10000មុខកាលពី3ឆ្នាំមុននោះទេដឹងស៊ូវ៉ាន់ប្រយ័ត្នមាត់អាខាតលក្ខដែលត្រូវខ្ញុំលុបចោលការរៀបការម្នាក់ស័ក្តិសមខ្ញុំប្រយ័ត្នមាត់ដែរ
បើដូច្នេះទៅមើលឲ្យច្បាស់ទាំងអស់គ្នាទៅល្អណាស់អ្នកនាងម្នាក់នេះចង់មើលណាស់ថាអាអន់ថយនោះអាស្រ័យលើអ្វីមកធ្វើពុតជានកោធ្វើពុតជាខ្មោចព្រាយកន្លែងចង្រៃបែបនេះសំបីតែស្រមោលខ្មោចក៏គ្មានផងតាហ្វាំងទៅមើលនរណាមកលោឡានៅមុខទ្វារកុំឲ្យពួកវាជន់ចំការបន្លែនៅខាងក្រៅសត្វសាហាវបុរាណអីយ៉ាងលោកគ្រូរបស់ខ្ញុំគឺជាចៅហ្វាយចលងជូឆឹងជូអូស៊ីនអាសត្វតិរឆានប្រញាប់ថយចេញភ្លាមតាហ្វាងហេតុអ្វីបានជាអញបំភ័យភ្ញៀវទៀតហើយត្រឡប់មកគេឆ្អឹងរបស់ឯងវិញទៅនោះសត្វតិរឆាននោះថយក្រោយហើយហាឃើញយូរនៅផ្លាកបញ្ជារបស់លោកគ្រូខ្ញុំសំបីតែសត្វសាហាវបុរាណក៏ត្រូវថយចេញដែរមិនដឹងថាកំពូលអ្នកក្លាហានក្នុងមាត់អ្នករាល់គ្នាហ៊ានចេញមកល្អទេយិនសិនឈាមនាគ10000ឆ្នាំស្មោកប្រឡប់9ស្លាប់នេះជាចំការអស់សទឹកទាំងមូលតែម្ដងមានបានហើយជីកយករបស់គ្មានម្ចាស់ទាំងនេះទាំងរស់ទាំងដីឲ្យអស់កុំទុកឲ្យសល់សំបីតែមួយតងបាត់ឈប់ដៃសិនតែខាត់មិនអាចធ្វើបែបនេះតែជាស្នាដៃរបស់លោកព្រឹទ្ធាចារ្យឯងចង់បាត់បង់ជីវិតមែនទេព្រឹទ្ធាចារ្យស្អីលីនឈឹងជូឯងកុំមកធ្វើជាពុតពៀននៅទីនេះឯងច្បាស់ជាចង់ពន្យាពេលដើម្បីឲ្យបាក់ធានជៀនរបស់ពួកឯងលួចស៊ីផ្ដាច់អស់សទឹកទាំងនេះហើយខ្ញុំប្រាប់ពួកឯងឲ្យហើយថ្ងៃនេះទីនេះត្រូវគ្រប់គ្រងដោយជលងជូឈឹងរបស់ខ្ញុំបើអ្នកណាហ៊ានរារាំងគឺស្មើនឹងទោសជាមួយលោកគ្រូជូវូស៊ីនរបស់ខ្ញុំដកពួកវាចេញឲ្យអស់ជូមហាចារ្យបេសាចឈាមធម្មតាលោកគ្រូសំបីតែស្លឹកឈើជ្រុះមួយសន្លឹកក៏អាណិតស្រឡាញ់ដែរពួកឯងវិញល្អណាស់គ្រាន់តែចូលមកដល់ភ្លាមក៏ចង់គាស់ដកទាំងរស់តែម្ដងហុងអ៊ីខ្ញុំមិនបានប្រាប់នាងឲ្យកាត់បន្ថយកំហឹងទេឲ្យតែនាងខឹងភ្លាមយប់នេះត្រូវបន្ថែមថ្នាំទៀតហើយលោកគ្រូខ្ញុំខុសហើយមិនបន្ថែមថ្នាំបានទេមិនបានទេនាងជាក្មេងស្រីស្រែកកាប់សម្រាប់រាល់ថ្ងៃចាត់ទុកខ្លួនជាមេបិសាចស្រីមែនទេពីនៃឲ្យនាងទៅបោកខោឲ្យខ្ញុំឲ្យចិត្តស្ងប់បន្តិចឈឹងជូនោះគឺជាមហាចារ្យថ្នាក់ហ្វាសិនដែលធ្លាប់លៀងឈាមបាត់ទាំង3កាលពីឆ្នាំនោះមហាចារ្យបិសាចឈាមមែនទេវត្តមានដ៏គួរឲ្យភ័យខ្លាចបែបនេះបែរជាស្ដាប់បង្កប់យ៉ាងនេះលោកគ្រូខ្ញុំជម្រាបរួចហើយកម្រិតរបស់លោកព្រឹទ្ធាចារ្យស៊ូគឺហួសពីការយល់ដឹងរបស់យើងស៊ូឈិនពិតជាឯងមែនមនុស្សអន់ថយតើអ្នកណាគេលួចរត់ទៅវត្ថុតកូបើមេតកូបន្ទោសមកពួកយើងស្លាប់ទាំងអស់មិនខានលោកមេតកូឥឡូវស៊ើបអង្កេតមិនទាន់ទេត្រូវតែប្រញាប់រកអ្នកទទួលកំហុសជំនួសដើម្បីប្រគល់ឲ្យមេតកូមនុស្សឥតប្រយោជន៍នេះសរសៃជីវពលត្រូវបំផ្លាញអស់ហើយយ៉ាងណាក៏ហាត់គុណមិនកើតដែរចោទថាវាជាអ្នកលួចទៅហើយវាបាក់ជើងវាកាត់ចោលទៅក្នុងជ្រលងម៉ានមកល្អណាស់កាលពីឆ្នាំនោះពិតជាមិនបានចោទប្រកាន់ឯងខុសមែនឯងពិតជាបានលួចយកទៅវត្ថុតកូស៊ូទើបអាចរស់រានមានជីវិតនៅក្នុងជ្រលងម៉ានមកនេះមែនទេប្រកល់របស់មកវិញភ្លាមបើមិនដូច្នេះទេឯងប្រហែលជាត្រូវជួបការឈឺចាប់នៃការបាក់ជើងដោយកាលពីឆ្នាំនោះម្ដងទៀតហើយនេះគឺជាគូដណ្ដឹងចិត្តខ្មៅរបស់ម្ចាស់រៀងដើមតាធ្វើបាបម្ចាស់ដើមមិនអស់ចិត្តនៅហ៊ានមកធ្វើបាបដល់ក្បាលខ្ញុំទៀតតាមការចងចាំរបស់ម្ចាស់ដើមរតនផនត្រកូលស៊ូហាក់ដូចជាគ្រាន់តែជាក្របកែវបាក់បែកប៉ុណ្ណោះតើខ្ញុំឆ្លងភពមកពិភពលោកស្អីហ្នឹងមនុស្សនៅទីនេះសុទ្ធតែប្លែកខុសគេទាំងអស់អាហ្វាយកទៅលេងនៅម្ខាងទៅក្របកែវបាក់បែកត្រកូលស៊ូនាងសំបីតែឆ្កែផ្ទះខ្ញុំក៏មិនលេងផងស្មានមិនដល់ថាអាល្ងងនេះមានសំណាងល្អដែរព្រោះទទួលបានឱកាសធំនៅទីនេះត្រូវតែប្រញាប់រាយការណ៍ជូនលោកគ្រូដើម្បីដណ្ដើមយកអ្វីទាំងអស់នៅទីនេះអរគុណនាងណាស់មនុស្សធម្មតាគ្មានទោសតែមានរតនវត្ថុជាប់ខ្លួនគឺជាទោសស៊ូឈិនរតនផននេះឯងមិនស័ក្តិសមនឹងមានទេចាប់ពីពេលនេះទៅអាណាចក្រសម្ងាត់ទីនេះជារបស់ជ្រលងជូឈីងទាំងអស់វល់វិហើយនេះជាបញ្ជាសម្រាប់ព្រះនៃម្ចាស់ជ្រលងជូឈីងជូអូស៊ីនចិត្តមកដល់ហើយក្នុងការ1000លាក់គ្មានស្មើមួយសរសៃរស់ឡើយលោកព្រឹទ្ធាចារ្យកុំខ្វល់ពីខ្ញុំប្រញាប់ទៅបិសាចនោះនឹងសម្រាប់លោកពិតមែនណាចលាចរបែបនេះហេតុអ្វីបានជាដូចល្បិចកែចំណាំដែលខ្ញុំធ្លាប់បង្រៀនក្មេងស្រីម្នាក់នោះកាលពីមុនម្លេះបញ្ជាសម្រាប់ព្រះក្រែងលោកបធានជៀនតូចមួយនេះហ៊ានតាំងជាមួយជ្រលងជូឈីងរបស់ខ្ញុំឬទីដើរនោះលោកគ្រូយាងមកដល់ហើយខ្ញុំបានរកឃើញរតនផនដ៏មានតម្លៃនៅទីនេះប៉ុន្តែត្រូវសត្រូវស៊ូឈិនម្នាក់នេះមកដណ្ដើមយកដោយកំហែងសូមលោកគ្រូមេត្តាជួយរកយុត្តិធម៌ឲ្យកូនសិស្សផង
ស៊ូឆិនលុតជង្គង់ចុះទទួលសេចក្តីស្លាប់ទៅបងប្រុសស៊ូឆិនមិនបានជួបគ្នាច្រើនឆ្នាំយ៉ាងនេះបងសុខសប្បាយទេម្ចាស់ជ្រលងជូជឹងមិនស្មានថាឲ្យលោកព្រឹទ្ធាចារ្យស៊ូឆិនថាបងប្រុសសោះជីវូស៊ីនហេតុអ្វីក៏ការពារលោកព្រឹទ្ធាចារ្យស៊ូឆិនយ៉ាងនេះលោកគ្រូខ្ញុំជាសិស្សផ្ទាល់របស់លោកនិងជាបរិសុទ្ធមេឃនៃជ្រលងជូជឹងនាពេលអនាគតលោកហ៊ានវាខ្ញុំនៅមុខហ្វូងមនុស្សដើម្បីតែអាសម្រាមស៊ូឆិននេះផងវាអ្នកប៉ុណ្ណឹងចាត់ទុកថាស្រាលហើយមិនយកជីវិតអ្នកគឺចាត់ទុកថាខ្ញុំយកយកអតីតកាលហើយនរណាហានលួចមើលខ្ញុំយ៉ាងអត់អៀនខ្មាស់បែបនេះអ្នកនាងទោះជាអ្នកនាងស្រឡាញ់រូបសម្បត្តិខ្ញុំក៏មិនគួរសម្លាប់ខ្លួនលោកជ្រូដែរសំណាងហើយដែលព្រើនៅលើដីក្រាស់ខ្ញុំក៏ចេះវិទ្យាសាស្ត្របន្តិចបន្តួចដែរលោកពិតជានិយាយមិនក្រែងចិត្តសោះតែដល់លឿនណាស់តើលុតជង្គង់ចុះសុំទោសបងប្រុសស៊ូឆិននិងអ្នកនាងលីនភ្លាមជាវ៉ូស៊ីនធម្មតាខ្ញុំហៅអ្នកថាដល់លោកគ្រូតើអ្នកពិតជាគិតថាខ្លួនឯងខ្ពង់ខ្ពស់ណាស់មែនទេអ្នកណាមិនដឹងថាអ្នកគ្រាន់តែជាឆ្កែមួយក្បាលរបស់ជ្រលងជូជឹងនោះខ្ញុំជាបរិសុទ្ធមេឃចំនួនក្រោយដែលចៅវាយចាស់សិនហានជាតិជ្រើសរើសដោយផ្ទាល់និងជាប្រពន្ធចុងនាពេលអនាគតរបស់អ្នកប្រុសស៊ូសៀនធានកម្ពុជាប្រាជ្ញាលេខ1នៃត្រកូលស៊ូយថាមានឆ្អឹងបរិសុទ្ធពីកំណើតជាកម្ពុជាអ្នកក្លាហាននៃគណៈធម៌មនុស្សក្នុងលោកនេះនិយាយស្ដីសំអាងធំម្លេះឆ្អឹងបរិសុទ្ធអីគ្រាន់តែជាឆ្អឹងធម្មតាសោះនិយាយទៅឆ្អឹងនោះត្រូវបានបដូរពីម្ចាស់ដើមមិនទាំងបានពិនិត្យថាត្រូវគ្នាក៏ដោយធ្វើជាប្រពន្ធចុងមិនគ្រាន់តែជាឧបករណ៍ទេតើតាំងខ្លួនអស់ចាធ្វើអីឯងនិយាយថាម៉េចជាវ៉ូស៊ីនបើអ្នកដឹងខ្លួនថយក្រោយឥឡូវនេះនៅទាន់ពេលរឿងដែលអ្នកវាខ្ញុំអំបញ្ញមិញខ្ញុំអាចអត់អន់ឲ្យបានឲ្យតែអ្នកលុតជង្គង់ទទួលកំហុសឥឡូវនេះហើយចាប់ខ្លួនស៊ូឆិនដោយដៃអ្នកផ្ទាល់ពេលត្រឡប់ទៅវិញខ្ញុំនឹងមិនរាយការណ៍រឿងនេះទេលុតជង្គង់ចុះលុតជង្គង់ស្អីស៊ូស្វៀនធានគ្រាន់តែជាប្អូនជីដូនមួយរបស់ខ្ញុំមើលទៅស្គមស្កាំងតូចល្អិតសោះតើវាអាចពូកែប៉ុណ្ណាទៅកាលនោះបើគុំតែវាលេងល្បិចស្មោករករកមនុស្សមកលួចដាក់ថ្នាំម្ចាស់ដើមរាងកាយនេះនោះម្ចាស់ដើមមិនត្រូវវារហូតដល់ស្លាប់នោះទេប្រហែលនាងហ៊ាននិយាយថាមានជាប់ខ្សែស្រឡាយនឹងអ្នកប្រុសស្វៀនធានផងជូអូស៊ីនក្នុងពេលនាងនៅតែរឹងរូសបែបនេះខ្ញុំក៏មិនបាច់យកសេចក្តីរាប់អានជាគ្រូនឹងសិស្សទៀតដែរកញ្ជ្រោងនេះជាកុលសម្ព័ន្ធកញ្ជ្រោងដែលត្រូវបួសរាប់ម៉ឺនឆ្នាំទើបបានកន្ទុយមួយលោកម្ចាស់ប្រសិនបើវាឈួតឡើងសូម្បីតែពាក់កណ្ដាលនៃជ្រលងម៉ែម៉ត់ក៏ទុកវាមិនឈ្នះដែរបងប្រុសស៊ូឆិនថយក្រោយកញ្ជ្រោងតូចមួយសោះហេតុអ្វីបានជាពួកឯងតានតឹងម្លេះស្ទើរតែភ្លេចទៅហើយបាក់ពួកនេះមានជំងឺស្រមើស្រមៃគួរឲ្យធុញណាស់វាដកដង្ហើមស្ទើរមិនរួចទៅហើយត្រួតពិនិត្យឃើញអ្នកជំងឺពិសេសប៉ៃលីងអាការៈស្ទះសរសៃវិញ្ញាណឈាមរត់បញ្ច្រាស់ត្រូវគៀបសង្កត់ដោយបណ្ដាសាររយៈពេលយូរចំនួនអ្នកជំងឺត្រូវព្យាបាលដើម្បីចាក់ចេញពីតំបន់ហាមឃាត់9អ្នកព្យាបាលជោគជ័យលើកនេះនឹងទទួលបានរង្វាន់វិជាទឹកព្យាបាលសកលវិជាទឹកព្យាបាលសកលអាចលុបបំបាត់ប្រភពជំងឺទាំងពួងការខូចខាតសរសៃវិញ្ញាណនិងការប៉ះពាល់ពីបណ្ដាសាវិជាទឹកព្យាបាលសកលប្រព័ន្ធចង្រៃនេះដាក់ឈ្មោះស្រមើស្រមៃមែនខ្លាចហើយមែនទេឥឡូវដឹងថាអាវុធទិព្វរបស់អ្នកប្រុសស្វៀនធានគួរឲ្យខ្លាចប៉ុណ្ណាហើយមែនទេប៉ៃលីងសម្រាប់ជូអូស៊ីនហើយដុតស៊ូឆិនទាំងរស់ទៅអាស៊ូស្វៀនធាននេះពិតជាគ្មានមារយាទមែនហ៊ានមកធ្វើបាបសត្វធាតុបែបនេះកុំខ្លាចអីខ្ញុំនឹងដោះលែងឯងចេញមកកញ្ជ្រោងនេះយ៉ាងហោចណាស់ក៏មានការតាំងសេរាប់ម៉ឺនឆ្នាំសិតចុះកញ្ជ្រោងនឹងអាចមានអាយុកាលរាប់ម៉ឺនឆ្នាំហើយតើស៊ូឆិនអាចទប់ទល់វាបានដោយរបៀបណាទេតើពេលនេះវាចង់ធ្វើអ្វីឲ្យប្រាកដលោកម្ចាស់មិនបានឡើយប្រសិនបើសត្វចុះកញ្ជ្រោងអាយុកាលរាប់ម៉ឺនឆ្នាំនេះធ្លាក់ខ្លួនក្នុងភាពវង្វេងស្មារតីនោះពួកយើងទាំងអស់គ្នានឹងត្រូវស្លាប់ជាមិនខានលោកគ្រូលើកនេះលោកមិនអាចធ្វើតាមអំពើចិត្តបានទេបៃលីប្រសិនបើវាធ្លាក់ក្នុងភាពវង្វេងស្មារតីខ្ញុំប្រហែលជាមិនអាចការពារអ្នកបានឡើយនេះនាងថែមទាំងអាចហែកបំបែកក្របាំងវេទមន្តរបស់ព្រះអង្គម្ចាស់សៀនធានបានទៀតតើនាងដឹងទេថាប្រសិនបើសត្វចុះកញ្ជ្រោងនេះរួចខ្លួនទៅមិនថាជាអ្នកណាក៏ត្រូវស្លាប់ដែរវាជាកំហុសរបស់ខ្ញុំតើគ្រូសាគន់របស់ខ្ញុំមិនបានការគ្រប់គ្រាន់មែនទេស៊ូឆិនរស់រាន់ថយទៅបងប្រុសស៊ូឆិនបានហើយគុំរករឿងអីសត្វកញ្ជ្រោងតូចនៅទីនេះរបស់ពួកអ្នកនៅតែអាចបំលែងខ្លួនជាមនុស្សបានទៀតតើកំពុងលេងហ្គេមអនឡាញមែនទេអ្នកជួយសង្គ្រោះខ្ញុំឲ្យរួចផុតពីគ្រោះថ្នាក់បៃលីប្រកាសជាត្រូវបង្ហាញខ្លួនជាមួយនឹងរូបរាងពិតរបស់នាងជាមិនខានបៃលីព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅទីនេះហេតុអ្វីមិនប្រញាប់ជួយសង្គ្រោះជីវិត
ចន្លោះចិញ្ចើមរបស់នាងប្រែជាខ្មៅអស់ហើយឈឺរបស់អ្នកពិតជាធ្ងន់ធ្ងរណាស់ទោះបីជាខ្ញុំមិនមែនជាពេទ្យសត្វក៏ដោយប៉ុន្តែសត្វកញ្ជ្រោងនិងមនុស្សក៏គួរតែប្រហាក់ប្រហែលគ្នាដែរចូលជំរះកំហឹងក្នុងខ្លួនសិនទៅការឃុំឃាំងសោវិញ្ញាណសួនធានត្រូវរលាយហើយនេះជាឆ្នាំទេព10000ឆ្នាំឬមិនអាចទេនោះជាការឃុំឃាំងរបស់លោកម្ចាស់សួនធានមិនក៏ត្រូវឆ្នាំអន់រំលាយបានជំងឺស្រមើស្រមៃរបស់ពួកនេះខ្ញុំពិតជាគ្មានវិធីព្យាបាលមែនសួនធានបានយកខ្ញុំទៅច្នៃធ្វើជាសត្វចិញ្ចឹមក្នុងសោឯងបែរជាយកបានបញ្ជារបស់គេមកបញ្ជាខ្ញុំទៀតពួកអាគ្រូឯងនេះពិតជាពូតែមួយមែនឯងហ៊ានប៉ះពាល់ខ្ញុំផងខ្ញុំជាស្ត្រីបរិសុទ្ធនាពេលអនាគតលោកម្ចាស់សួនធានមិនលើកលែងឲ្យឯងទេលោកម្ចាស់ជូស៊ីនក៏មិនលើកលែងឲ្យពួកឯងដែរឯងមិនអាចធ្វើបែបនេះចំពោះខ្ញុំទេនាងប្រែជាមានរូបរាងបែបនេះទៅវិញបើចូលចិត្តប្រើអ្នកដតីម្លេះថ្ងៃមុខទៅរែកលីមកស្រោចចំការថ្នាំទៅនេះហើយជាស្នៀតផ្លាស់ប្ដូរមុខមាត់ក្នុងរឿងព្រេងលោកស្ដេចធ្លាប់មិនបានកុហកខ្ញុំទេប៉ុន្តែចំការថ្នាំពិតជាត្រូវការអ្នកមើលថែមើលទៅរាងកាយនាងរែកលីមកប្រហែលជាមុំតំហើយពួកឯងចាំមើលទៅលោកម្ចាស់សួនធានប្រកាសជាមកជួយខ្ញុំជូស៊ីនក្រែងលោកឯងមិនខ្វល់ពីជីវិតមនុស្សទាំងអស់ក្នុងត្រកូលឯងទេឌីងសូមអបអរសាទរម្ចាស់ប្រព័ន្ធបានព្យាបាលអ្នកជំងឺពិសេសបៃលីដោយជោគជ័យនៅសល់អ្នកជំងឺ9អ្នកទៀតដើម្បីចាក់ចេញពីដែនហាមឃាត់រង្វាន់ព្យាបាលលើកនេះវិជាទេពអូសស៊ូអាចព្យាបាលកូននៃជំងឺទាំងពួងការខូចខាតសរសៃវិញ្ញាណការច្របូកច្របល់នៃបណ្ដាសានិងការបាត់បង់រាសីកម្រិតតរបស់បងប្រុសខ្ញុំក្រែងថាមួយជីវិតនេះដេញមិនទាន់ទេស្មានថាក្លាហានប៉ុណ្ណាតាមពិតគ្រាន់តែភ្នែកភ្លឺជាងមុនបន្តិចសោះលោកម្ចាស់ជួយខ្ញុំឲ្យរួចផុតពីគ្រោះថ្នាក់ថែមទាំងជួយរំដោះមន្តអាគមឲ្យទៀតត្រកូលកញ្ជ្រោងជំពាក់គុណត្រូវតែសងតាមទំនៀមទម្លាប់បុរាណរបស់ត្រកូលខ្ញុំគុណបំណាច់សង្គ្រោះជីវិតត្រូវតែប្រគល់កាយជំនួសគុណនាងសកញ្ជ្រោងនៅតែជានាងសកញ្ជ្រោងទើបតែភ្ញាក់ពីគេងក៏ចេះមកតង់ទៀមទាហើយប្រគល់កាយជំនួសគុណខ្ញុំមើលទៅនាងគ្រាន់តែចង់បានរាងកាយខ្ញុំទេដឹងមិនបានទេខ្ញុំជាគ្រូពេទ្យការព្យាបាលជំងឺជាកាត់ប្រកិច្ចមានតែណាព្យាបាលជំងឺហើយយកប្រពន្ធនោះលេចជឿទៅក្រៅអាម៉ាស់គេស្លាប់ហើយលោកម្ចាស់អន់ចិត្តនឹងខ្ញុំមិនមែនអន់ចិត្តទេនាងទើបតែភ្ញាក់ខួរក្បាលមិនទាន់ស្រឡះឆាប់អង្គុយចុះផឹកទឹកសិនទៅអ៊ូស៊ីនរឿងជីវិតមនុស្សទាំងអស់គ្នាក្នុងត្រកូលដែលស៊ូវ៉ាន់និយាយអំបញ្ញមិញតើជារឿងអ្វីទៅគ្មានអីទេនាងនិយាយប៉ាតណាប៉ាតណោះតើមើលទៅមិនដូចជាគ្មានអីសោះលោកគ្រូសម្ដែងអភូតហេតុសូម្បីតែសោវិញ្ញាណសួនធានក៏រំលាយបានសូមលោកគ្រូជួយសង្គ្រោះជីវិតមនុស្សក្នុងនិកាយធានជៀនផងហេតុអ្វីបានជាចូលចិត្តធ្វើរឿងធំដុំម្ល៉េះខ្ញុំគ្រាន់តែទាញសោចាស់កខ្វក់មួយផ្ដាច់សោះកុំសរសើរជ្រុលពេកអញ្ជើញក្រោកឈរឡើងមកខ្ញុំមើលជំងឺឲ្យបន្តិចទៅបានហើយមិនមែនតែរូបខ្ញុំម្នាក់នោះទេគឺចាស់ព្រឹទ្ធាចារ្យនិងសិស្សានុសិស្សគ្រប់ចំនួនក្នុងនិកាយធានជៀនទាំងមូលខ្សែជីបចរដៅសុទ្ធតែមានបញ្ហាទាំងអស់រង្វាន់លើកនេះហាក់ដូចជាមានប្រយោជន៍បន្តិចដែរភ្នែកទេរបស់ខ្ញុំក៏អាចមើលធ្លុះដូចរស្មីអិចដែរចាំមើលបញ្ហារបស់អ្នកមើលទៅដូចជាពលអាហារលោកគ្រូមើលធ្លុះមែនកាលពីច្រើនឆ្នាំមុនរាជវាំងសួនធានបានប្រទានថ្នាំទេពជីវិតមកថានឹងជួយពួកយើងឲ្យផ្លាស់ប្ដូរជាតារាសីប៉ុន្តែសិស្សនិកាយធានជៀនរឹតតែហូបខ្សែជីបចររឹតតែស្ងួតពួកយើងមិនហ៊ានផ្អាកថ្នាំទេឲ្យតែផ្អាកភ្លាមនឹងមានអ្នកដាច់សរសៃជីបចរផ្លែតគឺស៊ូសួនធានទៀតហើយអាចរពៀដែលដកឆ្អឹងជំនីគេទាំងរស់ដោយមិនប្រើថ្នាំសន្លប់នោះសូមលោកគ្រូមេត្តាប្រោសប្រណីជួយសង្គ្រោះជីវិតសិស្សរាប់លានអ្នកនៃនិកាយធានជៀនផងប្រកាសអាសន្នអ្នកជំងឺជាក្រុមត្រូវតែទទួលបានការព្យាបាលទាំងស្រុងចំនួនអ្នកជំងឺដែលនៅសល់ត្រូវព្យាបាលដើម្បីចាក់ចេញពីដែនដីហាមឃាត់9អ្នកព្យាបាលនិកាយមួយទាំងមូលរាប់ត្រឹមជាមួយអ្នកប៉ុណ្ណោះគ្រាន់ជាប្រព័ន្ធចិត្តខ្មៅមួយប៉ុណ្ណោះហេតុអ្វីបានជាខ្ញុំមានចិត្តមេត្តាករុណាម្លេះនាំវាត្រឡប់ទៅវិញដាំទឹកក្តៅឲ្យសិស្សក្នុងនិកាយទាំងមូលផឹកម្នាក់មួយកែវដើម្បីទប់ទល់សិនរងចាំថ្ងៃណាមួយដែលខ្ញុំចេញទៅក្រៅឆ្លៀតទៅនិកាយធានជៀនរបស់អ្នកដើម្បីពិនិត្យជំងឺនិងកម្ចាត់ជំងឺនេះឲ្យអស់ពីស្គលអ្នកគ្រាន់តែញ៉ាំថ្នាំគ្រាប់ច្រើនពេកទើបពលក្នុងខ្លួនគ្រាន់តែបញ្ចេញជាតិពុលចេញគឺបានហើយព្រះគុណជួយជីវិតលោកម្ចាស់និកាយធានជៀនចាប់ពីពេលនេះទៅស្ដាប់តាមបញ្ជាបរិសុទ្ធឈឺកម្រិត2នេះពិតជាដល់កម្រិតខ្ពស់បំផុតហើយទៅចាំរួមដៃសម្ដែងល្ខោនជាមួយពួកគេចុះកុំឲ្យខួរក្បាលវង្វេងទៀតកុំរវល់តែបញ្ជាឲ្យចុះចូលអ្វីដែលអ្នកជាអ្នកកាន់ដាវមិនអាចជួយខ្ញុំធ្វើស្រែចម្ការឬដកហែបានគ្រាន់តែចេះថែរក្សាប្រជាជននៅជើងភ្នំទៅបានហើយដោយមិនត្រូវបានលបួងដោយលៀបសក្ការៈលោកីនិងមានចិត្តមេត្តាករុណាក្នុងខ្លួននេះមិនមែនជាបរិសុទ្ធដែលប្រធានកោសម្ព័ន្ធនិយាយថាអាចផ្ញើផ្អែកបានទេបុរាណអាចារ្យជាន់ខ្ពស់យន់មកមានរឿងហើយស៊ូឆេនដែលជាកូនបោះបង់ចោលរបស់ត្រកូលស៊ូមិនត្រឹមតែប្រមាថស្ត្រីបរិសុទ្ធទេថែមទាំងហ៊ានប្រើដៃទេកាច់ផ្ដាច់អំណាចអមតៈនៃពិភពខាងលើទៀតការដែលអាចជួយសង្គ្រោះបៃលីបានគឺពិតជារឿងមិនសមហេតុផលសោះតើខ្ញុំដែលជាម្ចាស់មិនបានដោះស្រាយរឿងរ៉ាវច្រើនឆ្នាំមកហើយធ្វើមិនចង់បន្លំភ្នែកខ្ញុំបានបែបនេះថែមទាំងធ្វើអន្តរាគមន៍ទៀតបុគ្គលនេះពិតជាចម្លែកណាស់កុំទាន់ប្រមាថគាត់ឲ្យសោះឲ្យតែគាត់ព្រមប្រគល់ក្បត់ជីវសិនគឺត្រូវប្រគល់តំណែងជាភ្ញៀវកិត្តិយសស្នៃជ្រលងជាឈៀងឲ្យគាត់ជាមុនសិននិងបញ្ជូនមនុស្សបន្ថែមទៅជម្រាបជូននិកាយស៊ូកលីសុតអំពីអត់កូនបោះបង់ចោលរបស់ត្រកូលស៊ូហាក់ដូចជាចង់ក្រឡាប់ពិភពលោកអញ្ចឹងបើសិនជាគ្មានម្ចាស់ជ្រលងភ្នំអត់ធ្មត់ទេនោះតើគាត់ហ៊ានធ្វើបែបនេះទេបើមិនចង់បាត់បង់អាយុជីវិតទាំងត្រកូលទេចូលប្រាប់ជីវសិនឲ្យទទួលខុសត្រូវចំពោះទោសកំហុសនិងធ្វើពិធីបូជាសក្ការៈដើម្បីលុបបំបាត់ភាពអាម៉ាស់ទាំងអស់នេះមិនព្រមចូលគេងកណ្ដាលយប់អញ្ចឹងខ្លាចខ្ញុំមកចាប់អោបក្បាលខ្ញុំធ្វើអីព្រះគុណខ្ញុំជាជនជាតិកញ្ជ្រោងតែងតែតបស្នងសងគុណហើយអ្វីដែលខ្ញុំអាចគិតដល់ក្នុងការតបស្នងព្រះគុណគឺមានតែយកខ្លួនប្រាណថ្វាយប៉ុណ្ណោះបើមិនដូច្នោះទេអ្នកឈប់សិនមនុស្សនិងកញ្ជ្រោងមិនអាចរួមរស់ជាមួយគ្នាបានទេស្រីទំនើងក្នុងលោកីនេះហេតុអ្វីបានជាគួរឲ្យខ្លាចជាងពិភពលោករបស់ពួកយើងទៅទៀត
យ៉ាប់ហើយស្រីម្នាក់នេះពិតជាមានរឿងពិតមែនស៊ូស៊ុយកណ្ដាលអធិរលួចដើរចេញពីក្រោយខ្នងអ្នករាល់គ្នាអញចុះពីភ្នំទៅណាបងប្រុសធំសុំលេងដៃចុះសោវិញ្ញាណស៊ូរីខាងក្រោយខ្នងរបស់ស៊ូវ៉ាន់បានបាក់ហើយជ្រលងភ្នំជាជាងចាំបាច់ត្រូវបញ្ជូនមនុស្សរួមម្នាក់ទៅដើម្បីស្ងប់ស្ងាត់កំហឹងពិភពខាងលើប្រសិនបើខ្ញុំមិនត្រឡប់ទៅវិញទេការសង្គ្រោះត្រកូលនៅភ្នំហ៊ានសានអាធិរនេះនឹងត្រូវផ្ដាច់ជីវិតដាច់ខាតបងប្រុសធំកុំបារម្ភអំពីរឿងដែលកញ្ជ្រោងសប្រមាថស្ត្រីបរិសុទ្ធខ្ញុំនឹងទទួលខុសត្រូវទាំងអស់ជំងឺនេះឡើងមកទៀតហើយចាំរួមដៃសម្ដែងល្ខោនជាមួយគ្នាចុះកញ្ជ្រោងជារបស់ខ្ញុំស៊ូវ៉ាន់ជាអ្នកប្រមាថហើយអ្វីចាំបាច់ឲ្យអ្នកមកទទួលខុសត្រូវកាកសំណល់ពិភពខាងក្រោមស៊ូឆេនទទួលព្រះរាជទុនកម្មបុរាណអាចារ្យជាន់ខ្ពស់សិនហេនស៊ីបានមកដល់ហើយឲ្យតែអ្នកប្រគល់បាយលីមកលើកជង្គង់ចុះស្មោះត្រង់ចំពោះនិកាយស៊ូកលីសុតនិងថ្វាយឱកាសមានស្នេហ៍ធម្មពលដើមបុរាណអាចារ្យជាន់ខ្ពស់និងប្រោសប្រទានតំណែងជាគ្រូបង្រៀនកិត្តិយសដល់អ្នកប្រទានតំណែងជាភ្ញៀវកិត្តិយសដល់អ្នកជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលកូនចៅបោះបង់ចោលពិភពខាងក្រោមមានសំណាងទទួលបានតើអ្នកនៅហ៊ានមិនទទួលទៀតឬតើជ្រុះជឿឈៀងគូគ្មានមនុស្សផ្សេងទៀតទេបានជាចាត់ចាស់ស្អុយម្នាក់មកធ្វើជាបងធំតាមពិតសំបីតែសិស្សក្រៅជួរក៏មិនស្មើផងគេមិនបានចាត់ទុកឯងជាមនុស្សឡើយចិនតូចកុំហៅបែបនេះក្នុងការជាកិត្តិយសដ៏ខ្ពង់ខ្ពស់បើមិនទទួលតើមិនគិតគូមុខមាត់គេទេស្មានតែជាមនុស្សឆ្អឹងរឹងស្អីទៅថាមកចុះតើអ្នកទៀមទាលក្ខខណ្ឌអ្វីប៉ុន្តែជើងខ្ញុំមិនសូវស្រួលទេឲ្យតែអ្នកអាចនាំខ្ញុំចេញពីដែនហាមឃាត់នេះដោយសុវត្ថិភាពខ្ញុំនឹងទទួលយកតំណែងនេះបើអាចរត់ចេញពីដែនហាមឃាត់នេះមែនតើអ្នកគិតថាខ្ញុំនៅទ្រាំសំងំនៅទីនេះទៀតឬគ្រាន់តែជាមន្តអាគមអន់ថយថ្នាក់ក្រោមនាំឯងចេញទៅមានអ្វីពិបាកអ្នកទាំង3ទីនេះមិនឲ្យដេកទេអាមនុស្សបិសាចឯងប្រើល្បិចបិសាចស្អីជាអូស៊ីនមិនក៏មិនប្រញាប់ដៃចាប់វាតើឯងពិតជាចង់ឃើញមនុស្សចាស់ក្មេងក្នុងគោលសម្ព័ន្ធហេនសានត្រូវគេប្រហារជីវិតអស់ឬខ្ញុំមិនអាចក្បត់រៀមច្បងហើយក៏មិនអាចធ្វើឲ្យប៉ះពាល់ដល់គោលសម្ព័ន្ធដែរអត់បន្តិចយកជីវិតគ្រួសារគេមកគំរាមក្មេងស្រីម្នាក់ខ្ញុំមើលទៅពួកឯងជាពួកឈួតជ្រូកខឹងច្រឡោតត្រូវកែប្រែដោយការធ្វើពលកម្មធ្ងន់ធ្ងរអាលឿងកុំគេទៀតចេញមកធ្វើការអូអាពួកបង្កើតរឿងទាំងនេះទៅចំការថ្នាំនៅភ្នំខាងក្រោយធ្លាប់កែប្រែអាពួកបង្កប់លីយុគមុនយ៉ាងម៉េចក៏កែប្រែពួកវាយ៉ាងហ្នឹងទៅសូមចាត់ទុកកាយអញជាឈើខំដុះធ្មេញពំតាមផ្លូវមករហូត